នេះគឺជាប្រភេទជើងទូរទស្សន៍ដែលខ្ញុំបានទិញពីថៅបោមកប្រហែលគ្នាជាមួយនឹងតម្លៃ 2.34 សេនបូករួមនឹងថ្លៃដឹក50សេនទៀតចូល$3ប្រហែលគ្នាសម្រាប់ជើងទូរទស្សន៍មួយនេះហើយជើងទូរទស្សន៍មួយនេះខ្ញុំយកមកចាប់ជាមួយនឹងប្រភេទទូរទស្សន៍21អ៊ីងដែលវាមានតម្លៃសមរម្យអញ្ចឹងប្រហែលគ្នាសម្រាប់ជើងមួយនេះអញ្ចឹងយើងធ្វើការទិញវាមកដើម្បីធ្វើការចាប់ជាមួយទូរទស្សន៍ដែលទូរទស្សន៍របស់យើងគឺទុកចោលអញ្ចឹងយើងធ្វើការទិញជើងដែលមានតម្លៃសមរម្យមួយនេះដើម្បីធ្វើការចាប់អញ្ចឹងបងប្អូនទាំងគ្នាឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើការបើកហើយបងប្អូនទាំងគ្នាបើកប្រអប់ដែលយើងបានទិញមកអញ្ចឹងណាក្នុងនេះគឺមានមួយឈុតរបស់វាអញ្ចឹងបងប្អូនទាំងគ្នាជាមួយតាកេជាមួយនឹងជើងអញ្ចឹងគឺមួយឈុតរបស់វាចឹងជាមួយនឹងតម្លៃសមរម្យយើងទទួលបានផលិតផលមួយដែលអាចទទួលយកបានហើយសម្រាប់ជើងមួយនេះដែរគឺមានកលើស2អញ្ចឹងណាបងប្អូនទាំងគ្នាសម្រាប់តពួកយើងចង់ដាក់ឲ្យត្រង់ក៏បានយើងចង់ធ្វើកងុកចុះក្រោមក៏បានដែរបងប្អូនទាំងគ្នាសម្រាប់ជើងមួយនេះដែលបងប្អូនទាំងគ្នាឃើញអញ្ចឹងគឺមានតពួក2គឺតពួកមួយត្រង់តពួកមួយអាចរេចុះឡើងបានអញ្ចឹងបងប្អូនទាំងគ្នាបន្តមកទៀតខ្ញុំធ្វើការយកមកតពួកសាកមើលបងប្អូនទាំងគ្នាគឺគុណភាពគឺយើងអាចទទួលយកបានសម្រាប់តម្លៃប៉ុណ្នេះគឺជើងប៉ុណ្នេះគឺយើងអាចប្រើប្រាស់បានហើយបងប្អូនទាំងគ្នានេះគឺជារូបភាពនៃជើងទូទួលរបស់យើងបងប្អូនទាំងគ្នាគឺមានសភាពដូចដែលបងប្អូនទាំងគ្នាឃើញលើរូបនេះខ្ញុំនឹងបង្ហាញតម្លៃជូនបងប្អូនទាំងគ្នាគឺតម្លៃ 2.34 ដែលខ្ញុំបានទិញចឹង 15.37 យ៉នបងប្អូនទាំងគ្នាអញ្ចឹងគិតទាំងថ្លៃដឹកទៀតវាចូល$3អញ្ចឹងជាមួយនឹងតម្លៃសមរម្យខ្ញុំព្យាយាមចាំដើម្បីធ្វើការចាប់នៅទូទួលរបស់ខ្ញុំដោយសារបើសិនជាយើងទិញនៅនេះគឺតម្លៃនឹងថ្លៃដែរអញ្ចឹងយើងសុខចិត្តទិញពីថៅបោមកដើម្បីធ្វើការចាប់ទូទួលរបស់យើងដែលទុកចោលអញ្ចឹងជាងយើងទុកចោលយើងធ្វើការទិញជើងមកដើម្បីធ្វើការចាប់ពយួរដាក់តាំងអីចឹងណាបងប្អូនទាំងគ្នា